ស្វាគមន៍អ្នកទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូនៃការសម្ដែងសាច់រឿង Tom of Fallen God ដែលជាអេពីសូតទី 8 ហើយសូមអធិស្ឋានផងអ្នកទាំងអស់គ្នាដោយសារតែមួយរយៈនេះខ្ញុំអត់សូវបានធ្វើវីដេអូគឺដោយសារតែខ្ញុំលេងស្រុកហើយកត្តាដែលធំបំផុតដែលធ្វើខ្ញុំមិនអាចបង្កើតវីដេអូបានគឺតាក់ទងជាមួយនឹងអ៊ីនធឺណិតតែម្ដងគឺថានៅស្រុកអ៊ីនធឺណិតពិតជា slow ខ្លាំងមែនតើឥឡូវដើម្បីកុំឲ្យខាតពេលវេលាយូរយើងកាត់ចូលទៅកាន់សាច់រឿងរបស់យើងវិញដែលសាច់រឿងនៅក្នុងភាគនេះគឺត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលឈិនណានកំពុងតែរត់គេចពីការតាមសម្លាប់របស់គ្រួសារលីងហើយនៅពេលនេះឈិនណានគាត់ក៏បានត្រូវរបួសដូចគ្នាចំណែកឯកូនចៅរបស់គ្រួសារលីងពួកគេពិតជាមានចំនួនច្រើនមែនទែនដែលពួកគេដាច់ខាតគឺត្រូវតែសម្លាប់ឈិនណានឲ្យបានព្រោះថាប្រសិនបើមិនអាចសម្លាប់ឈិនណានបាននោះទេនោះជីវិតរបស់ពួកគេក៏មិនអាចរក្សាបានដូចគ្នាបន្ទាប់មកឈិនណានជាមួយនឹងកូនចៅរបស់គ្រួសារលីងពួកគេក៏បានបើកឆាកប្រយុទ្ធគ្នាបន្ទាប់ពីឈិនណានបានសម្លាប់ពួកគេប្រមាណអ្នកហើយរំពេចនោះស្រាប់តែមានផ្លែព្រួយជាច្រើនក៏បានហោះសម្ដៅមករកគាត់ជាបន្តទៀតប៉ុន្តែក៏ជាសំណាងល្អដែលឈិនណានក៏បានប្រើប្រាស់នៅដាវរបស់គាត់ទប់ទល់នៅការវាយប្រហាររបស់ផ្លែព្រួយទាំងអស់នោះប៉ុន្តែរឿងដែលធ្វើគាត់មានការភ្ញាក់ផ្អើលនៅពេលនេះលៀមភ្លើងនោះស្រាប់តែមានព្រឹទ្ធាចារ្យម្នាក់ក៏បានបង្ហាញខ្លួនចេញមកដោយឈិនណានក៏មិនអាចទប់ទល់បានក៏ត្រូវបានព្រឹទ្ធាចារ្យទាត់ឈិនណានឲ្យខ្ទាតទៅម្ខាងផងដែរបន្ទាប់ពីក្អួតឈាមបន្តិចហើយឈិនណានក៏បាននឹងដូចគ្នាថាមិនស្រួលនោះទេដូច្នេះហើយគាត់គឺត្រូវតែប្រញាប់រកឱកាសដើម្បីរត់គេចខ្លួនពីទីកន្លែងមួយនេះតែភ្លាមៗនោះស្រាប់តែព្រឹទ្ធាចារ្យម្នាក់ទៀតក៏បានបាញ់ព្រួយជាច្រើនសម្ដៅមកកាន់ឈិនណានជាបន្តទៀតចំណែកឈិនណានវិញគាត់ក៏នៅតែប្រើប្រាស់នៅដាវរបស់គាត់ដើម្បីទប់ទល់ពីការវាយប្រហាររបស់ផ្លែព្រួយទាំងអស់នោះប៉ុន្តែដោយសារតែគាត់មានរបួសស្រាប់ក៏បណ្ដាលឲ្យគាត់មិនអាចទប់ទល់ពីការវាយប្រហាររបស់ផ្លែព្រួយទាំងអស់នោះបាននោះទេដែលធ្វើឲ្យអាការៈរបស់គាត់នៅពេលនេះគឺកាន់តែធ្ងន់ធ្ងរលើសដើមតែភ្លាមៗនោះស្រាប់តែមនុស្សគ្រួសារលេងជាមួយនឹងព្រឹទ្ធាចារ្យទាំងពីរនាក់គាត់ក៏បានមកដល់ទីនេះដោយព្រឹទ្ធាចារ្យម្នាក់នោះគាត់ក៏នៅតែបន្តប្រើប្រាស់នៅព្រួយរបស់គាត់បាញ់សម្ដៅមកកាន់ឈិនណានជាបន្តទៀតចំណែកព្រឹទ្ធាចារ្យនៅខាងក្រោមវិញគាត់ក៏បានបញ្ចេញនៅកម្លាំងរបស់គាត់យ៉ាងខ្លាំងដូចគ្នាបន្ទាប់មកព្រឹទ្ធាចារ្យទាំងពីរនាក់ក៏បានហក់សម្ដៅមកកាន់ឈិនណានចំណែកឈិនណានវិញដោយឃើញថាគ្មានផ្លូវដើម្បីរត់គេចដូច្នេះគាត់ក៏បានហក់ចុះទៅខាងក្រោមជ្រោះដែលធ្វើឲ្យព្រឹទ្ធាចារ្យទាំងពីរនាក់គាត់ក៏ត្រូវតែបញ្ឈប់នៅការវាយប្រហាររបស់គាត់ដូចគ្នាប៉ុន្តែគាត់ក៏នៅតែបញ្ជាកូនចៅរបស់គាត់គឺដាច់ខាតត្រូវតែស្វែងរកឈិនណានឲ្យឃើញពីព្រោះថាគាត់ចង់ដឹងថាឈិនណាននៅមានជីវិតរស់ឬមួយក៏ស្លាប់ឥឡូវយើងក្រឡេកមកមើលនៅក្នុងគ្រួសារលីងវិញដែលយើងក៏បានឃើញថាលីងយន្តគេកំពុងតែឈរម្នាក់ឯងតែភ្លាមៗនោះស្រាប់តែមានកូនចៅម្នាក់ក៏បានមករាយការណ៍ប្រាប់គេថាមនុស្សដែលមានជីវិតចេញពីទឹកដីបុរាណបានគឺមានតែម្នាក់គាត់គឺជាឈិនណានប៉ុន្តែដើម្បីតាមសម្លាប់គេមនុស្សនៃគ្រួសារលីងរបស់យើងក៏ត្រូវបានបាត់បង់ជីវិតច្រើនដូចគ្នាដោយគ្រាន់តែលើដូច្នេះក៏បានធ្វើលីងយន្តគេពិតជាមានការខឹងសម្បាដោយគេក៏បានបញ្ជាឲ្យកូនចៅរបស់គេគឺត្រូវតែយកមនុស្សទៅបន្ថែមទៀតដាច់ខាតគឺត្រូវតែសម្លាប់ឈិនណានឲ្យតតែបានហើយមនុស្សដែលគេចង់បញ្ជូនទៅគឺមានចំនួន5ដងនៃមនុស្សដែលគេបានបញ្ជូនទៅកាលពីពេលមុនដំបូងដោយគេក៏បាននិយាយថានេះគឺគួរតែបន្ទោសឈិនណានខ្លួនឯងវិញដោយសារតែគេគឺគ្មានខ្នងបងឯងតែភ្លាមៗនោះស្រាប់តែធ្វើលីងយន្តគេពិតជាមានការភ្ញាក់ផ្អើលដោយសារតែគេបានឃើញនៅវត្តមានរបស់ Monkey ស្ថិតនៅក្នុងគ្រួសារលីងរបស់គេហើយនៅពេលដែល Monkey នាងកំពុងតែសម្ញែងកម្លាំងដើម្បីត្រៀមធ្វើការវាយប្រហារក៏ត្រូវបានលីងយន្តគេនិយាយអូកាឡាផងដែរថាគេពិតជាមានការកោតសរសើរចំពោះសមត្ថភាពរបស់ Monkey ជាខ្លាំងហើយរឿងដែលបានកើតឡើងកាលពីពេលកន្លងមកដែលស្ថិតនៅក្នុងទឹកដីបុរាណវាគឺគ្រាន់តែជារឿងយល់ច្រឡំតែប៉ុណ្ណោះហើយគោលបំណងពិតប្រាកដរបស់ពួកគេទាំងពីរនាក់គឺគ្រាន់តែចង់សម្លាប់ឈិនណានតែប៉ុណ្ណោះដូច្នេះហើយបន្ទាប់ពីឈិនណានបានស្លាប់នោះរឿងទាំងអស់នេះនឹងត្រឡប់មកធម្មតាវិញបន្ទាប់មកលីងយន្តគេក៏បានធ្វើការគោរពទៅកាន់ Monkey បន្តិចផងដែរដោយគេក៏បានប្រាប់បន្តទៀតថានៅពេលនេះគេគឺបានបញ្ជូនកូនចៅទៅកាន់ទឹកដីបុរាណរួចរាល់បាត់ទៅហើយដូច្នេះហើយឈិនណានគឺមិនអាចមានជីវិតចាក់ចេញពីទីកន្លែងនោះបាននោះទេដោយគ្រាន់តែលើដូច្នេះហើយ Monkey នាងក៏បានចាក់ចេញពីទីកន្លែងនោះបាត់ទៅចំណែកលីងយន្តវិញគេក៏បានគិតផងដែរថា Monkey នាងអាចចូលមកទីកន្លែងមួយនេះដោយគ្មាននរណាម្នាក់បានដឹងដូច្នេះនាងគឺមិនសាមញ្ញនោះទេតែភ្លាមៗនោះស្រាប់តែមានអ្នកបម្រើម្នាក់នាងក៏បានមករាយការណ៍ថានៅពេលនេះសាលាសឹងណាងជាមួយនឹងមនុស្សនៃគ្រួសារដទៃទៀតពួកគេគឺចង់ជួបជាមួយនឹងលោកម្ចាស់ដោយគ្រាន់តែលើដូច្នេះហើយលីងយន្តគេក៏បានសើចបន្តិចក្រោយមកគេក៏បានសួរថាតើនៅពេលនេះកូនចៅរបស់គេគឺបានធ្វើការរួចរាល់ហើយឬនៅដោយនាងក៏បានប្រាប់ដូចគ្នាថាអ្វីគ្រប់យ៉ាងគឺដំណើរការទៅយ៉ាងរលូនប៉ុន្តែរឿងដែលនាងមានការព្រួយបារម្ភនៅពេលនេះគឺថាក្រៅពីឈិនណានគឺមាន Monkey នាងក៏បានដឹងអំពីរឿងពិតដែលពួកយើងកំពុងតែធ្វើនៅពេលនេះដោយគ្រាន់តែលើសម្ដីអ្នកបម្រើដូច្នេះហើយគេក៏បានសើចបន្តិចដោយគេក៏បាននិយាយថា Monkey នាងប្រកាសជាឈរនៅខាងពួកយើងជាមិនខានឥឡូវនេះយើងក៏លេចមកមើលនៅក្នុងព្រៃវិញនៅពេលនេះគឺមានភ្លៀងធ្លាក់ខ្លាំងមែនទែនដោយកូនចៅម្នាក់គេក៏បានរាយការណ៍ថានៅពេលនេះគឺមេឃភ្លៀងខ្លាំងណាស់ដូច្នេះហើយសត្វចិញ្ចឹមរបស់គេគឺមិនអាចស្វែងរកនៅក្លិនរបស់ឈិនណានបាននោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គេត្រូវតែបិទនៅបរិវេណតំបន់នេះគឺដើម្បីស្វែងរកវត្តមានឈិនណានជាបន្តទៀតដោយមិនអាចឲ្យគេរត់គេចខ្លួនបាននោះទេដោយគ្រាន់តែលើដូច្នេះហើយព្រឹទ្ធាចារ្យគាត់ក៏បានប្រាប់ថាវាគឺមិនងាយស្រួលដូច្នេះនោះទេដោយសារតែបរិវេណតំបន់នេះគឺមាននៅពពកយៈបុរាណដូច្នេះហើយគាត់ក៏បានបញ្ជាឲ្យកូនចៅដាច់ខាតគឺត្រូវតែធ្វើការដោយប្រុងប្រយ័ត្នឥឡូវយើងក្រឡេកមកមើលនៅក្នុងគ្រួសារលីងវិញដែលពេលនេះព្រឹទ្ធាចារ្យសាលាសឹងណានគាត់ពិតជាមានការអន្ទះសារខ្លាំងមែនទែនដោយសារតែគាត់ចង់
ង់ដឹងព័ត៌មានដែលបានកើតឡើងនៅក្នុងទឹកដីបុរាណតែបន្តិចក្រោយមកស្រាប់តែលីងយុនគេក៏បានដើរចូលមកដោយបានធ្វើពុតជាត្រូវរបួសផងដែរបន្ទាប់ពីបានឃើញលីងយុនហើយព្រឹទ្ធាចារ្យក៏បានសួរថាហេតុអ្វីបានជាអ្នកអាចត្រឡប់មកវិញបានដូច្នេះចុះអ្នកដទៃទៀតវិញដោយលីងយុនគេក៏បានប្រាប់ថាពួកគេគឺបានស្លាប់បាត់អស់ទៅហើយឥឡូវយើងក្រឡេកមកមើលឆាណាននៅក្នុងព្រៃវិញដែលយើងក៏បានឃើញថានៅពេលនេះគាត់ពិតជាត្រូវរបួសខ្លាំងមែនទែនប៉ុន្តែឆាណានក៏បានដឹងដូចគ្នាថារឿងទាំងអស់នេះគឺលីងយុនគេជាអ្នករៀបចំឡើងដោយគេប្រកាសខ្លាំងណាស់គឺមិនអាចឲ្យគាត់ត្រឡប់ទៅកាន់សាលាសឹងណានបាននោះទេដោយនៅពេលនេះឆាណានគាត់ពិតជាអស់សង្ឃឹមជាខ្លាំងចំណែកលីងយុនវិញគេក៏បានប្រាប់ទៅកាន់ពួកគេទាំងអស់គ្នាថាមនុស្សចំនួនក្រោយដែលបានចូលទៅកាន់ទឹកដីបុរាណពួកគេគឺបានស្លាប់បាត់អស់ទៅហើយដោយគ្រាន់តែលើដូច្នេះក៏បានធ្វើពួកគេពិតជាមានការភ្ញាក់ផ្អើលថារឿងនេះដាច់ខាតគឺមិនអាចកើតឡើងបាននោះទេចំណែកឯកញ្ញាម្នាក់នេះវិញនាងក៏មានការស្លុតចិត្តដូចគ្នាចំណែកឯព្រឹទ្ធាចារ្យនៃសាលាសឹងណានវិញគាត់ក៏បានសួរថាតើមានរឿងអ្វីកើតឡើងពិតប្រាកដនៅទីកន្លែងមួយនោះដោយលីងយុនគេក៏បាននិយាយកុហកថាមុនដំបូងពួកគេគឺធ្វើដំណើរទៅយ៉ាងរលូនប៉ុន្តែរំពេចក្រោយមកស្រាប់តែមានយក្សបុរាណក៏បានបង្ហាញខ្លួននៅទីកន្លែងមួយនោះហើយកាលពីពេលមុនដំបូងយក្សបុរាណមួយនោះគឺមិនមានចេតនាសម្លាប់នោះទេប៉ុន្តែបន្ទាប់ពីគេនិយាយភាសាបុរាណពី2ម៉ាត់ហើយបន្ទាប់មកគេក៏បាននិយាយរំលឹកឈ្មោះរបស់ឆាណាននៅក្នុងគោលបំណងគឺដើម្បីទម្លាក់កំហុសគ្រប់យ៉ាងឲ្យទៅកាន់ឆាណានតែប៉ុណ្ណោះឥឡូវយើងក្រឡេកមកមើលឆាណានវិញនៅពេលនេះរបួសរបស់គាត់គឺកាន់តែធ្ងន់ធ្ងរលើសដើមរបួសចាស់មិនអាចជាសះស្បើយរីឯរបួសថ្មីក៏នៅតែបន្តកើតមានជារៀងរហូតហើយប្រសិនបើគាត់នៅតែបន្តដូច្នេះនោះប្រកាសខ្លាំងណាស់ថាគាត់នឹងត្រូវបានស្លាប់នៅទីកន្លែងមួយនេះជាមិនខានហើយនៅពេលនេះសូម្បីតែកម្លាំងបន្តិចដើម្បីបញ្ចេញធម៌ពលក៏គាត់គ្មានផងដែរដោយគាត់ក៏បានដឹងដូចគ្នាថាដោយសារតែរបួសខាងក្នុងរបស់គាត់វាគឺធ្ងន់ធ្ងរខ្លាំងពេកបន្ទាប់មកឆាណានគាត់ក៏បានសន្លប់ទៅវិញបាត់ទៅហើយខណៈពេលដែលគាត់កំពុងតែសន្លប់ភ្លាមស្រាប់តែមានស្នូលធម៌ពលពីរក៏បានផុសចេញពីរាងកាយរបស់គាត់បន្ទាប់មកស្នូលធម៌ពលទាំងពីរនោះក៏បានបញ្ចេញនៅធម៌ពលពណ៌សមាសជាច្រើនពាសពេញរាងកាយរបស់ឆាណានក្រោយមកបន្ទះថ្មមួយនោះក៏បានបង្ហាញវត្តមានមកដូចគ្នាបន្ទាប់មកទាំងធម៌ពលទាំងពីរជាមួយនឹងបន្ទះថ្មមួយនោះវាក៏បានបញ្ចេញនៅធម៌ពលចាក់បញ្ចូលទៅក្នុងរាងកាយរបស់ឆាណានដែលធ្វើរាងកាយរបស់ឆាណាននៅពេលនេះគឺស្ទើរតែត្រូវបានប្រះបែកជាបំណែកនិងធ្វើឲ្យឆាណានពិបាកទប់ទល់នៅកម្លាំងដ៏ខ្លាំងក្លាមួយនេះខ្លាំងពិតមែនចំណែកលីងយុនវិញគេក៏បានកុហកមនុស្សគ្រប់គ្នាថាឆាណានគឺបាននិយាយភាសាបុរាណជាមួយនឹងយក្សបុរាណមួយនោះប៉ុន្តែគាត់គឺមិនដឹងថាឆាណានបាននិយាយអ្វីខ្លះនោះទេបន្ទាប់ពីពួកគេទាំងពីរនាក់និយាយគ្នាចប់ហើយយក្សបុរាណមួយនោះក៏បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាមកកាន់ពួកគេទាំងអស់គ្នាដោយលីងយុនគេក៏បានសង្ស័យថាឆាណានប្រកាសជាមានអ្វីតាក់ទងជាមួយនឹងយក្សបុរាណទាំងអស់នោះហើយដែលឃើញថាព្រឹទ្ធាចារ្យទាំងពីរនាក់រៀងស្ទាក់ស្ទើរក្នុងចិត្តដូច្នេះលីងយុនគេក៏បានស្បត់និងបាននិយាយប្រាប់ថាពាក្យសម្ដីដែលគេបាននិយាយទាំងអស់វាគឺសុទ្ធតែជាការពិតហើយប្រសិនបើអ្នកទាំងអស់គ្នាមិនជឿគឺអាចសួរទៅកាន់ទេវសមង្កអដែលនាងអាចរត់គេចខ្លួនពីទីកន្លែងមួយនោះបានដូចគ្នាដោយគ្រាន់តែលើដូច្នេះហើយក៏បានធ្វើពួកគេទាំងអស់គ្នាពិតជាមានការភ្ញាក់ផ្អើលថាទេវសមង្កអគឺអាចរត់គេចខ្លួនពីទីកន្លែងមួយនោះបានដូចគ្នាមនុស្សគ្រប់គ្នាពួកគេសប្បាយចិត្តដោយឡែកព្រឹទ្ធាចារ្យទាំងពីរនាក់វិញគាត់ក៏បានសួរអំពីវត្តមានរបស់ឆាណានដោយគេក៏បានប្រាប់ថាបន្ទាប់ពីគេបានរត់គេចខ្លួនពីទីកន្លែងមួយនោះគេគឺបានងាកមកមើលខាងក្រៅដូចគ្នាប៉ុន្តែគឺមិនបានឃើញវត្តមានរបស់ឆាណាននោះទេបូករួមជាមួយនឹងមនុស្សដទៃទៀតដែលបានចូលទៅទីកន្លែងមួយនោះដោយគ្រាន់តែលើដូច្នេះក៏បានធ្វើព្រឹទ្ធាចារ្យគាត់ពិតជាមានការស្លុតចិត្តខ្លាំងមែនទែនចំណែកឯមនុស្សគ្រប់គ្នាវិញពួកគេក៏បានសង្ស័យថាឆាណានគឺបាននាំមនុស្សគ្រប់គ្នាចូលទៅទីនោះគឺដើម្បីធ្វើជាអាហាររបស់យក្សបុរាណតែប៉ុណ្ណោះពីព្រោះតែឆាណានគឺបានចេះនិយាយភាសារបស់ព្រះបុរាណប៉ុន្តែកញ្ញាម្នាក់នេះនាងក៏បានបដិសេធថាមិនដូចអ្វីដែលពួកគេបាននិយាយនោះទេបន្ទាប់មកព្រឹទ្ធាចារ្យគាត់ក៏បានសួរថាអ្វីដែលអ្នកនិយាយគឺមានផុសតាងដែរឬទេចំណែកលីងយុនគេក៏បានប្រាប់ថានៅពេលដែលទេវសមង្កអបានបង្ហាញខ្លួននោះនាងនឹងអាចបកស្រាយការពិតជូនអ្នកទាំងអស់គ្នាបានចំណែកឯកូនសិស្សទាំងអស់គ្នាវិញពួកគេពិតជាមានការសប្បាយចិត្តពីព្រោះថាទេវសមង្កអនាងគឺមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ខ្លាំងណាស់ដូច្នេះហើយនាងគឺមិនអាចនិយាយកុហកពួកយើងបាននោះទេដោយគេក៏បានបន្តទៀតថាមនុស្សនៃគ្រួសារទាំង4គឺបានស្លាប់បាត់បង់ជីវិតដូច្នេះហើយគេគឺត្រូវតែរកឆាណានដើម្បីសងសឹករឿងមួយនេះឲ្យតតែបានហើយពួកគេក៏សង្ឃឹមដូចគ្នាថាសាលាសឹងណានគឺមិនអាចមានក្តីមេត្តាចំពោះឆាណានបាននោះទេដោយគ្រាន់តែលើដូច្នេះហើយព្រឹទ្ធាចារ្យម្នាក់គាត់ក៏បំរុងតែឡើងនិយាយប៉ុន្តែក៏ត្រូវបានព្រឹទ្ធាចារ្យម្នាក់ទៀតគាត់ក៏បានក្អកឲ្យសញ្ញាចំណែកលីងយុននៅពេលនេះគេក៏បានលេងមែនតើដូចគ្នាថារបួសដែលមាននៅលើខ្លួនរបស់គេក៏ត្រូវបានបង្កឡើងដោយឆាណានដូចគ្នាដោយគេក៏បានបញ្ជាឲ្យកូនចៅរបស់គេកំពុងទៅតាមចាប់ខ្លួនរបស់ឆាណានដូចគ្នាដោយគេក៏បាននិយាយបន្តទៀតថាប្រសិនបើនរណាម្នាក់អាចសម្លាប់ឆាណានបាននោះគេនឹងផ្ដល់រង្វាន់ចំនួន 150,000 កាក់មាសដោយគ្រាន់តែលើដូច្នេះហើយក៏បានធ្វើពួកគេទាំងអស់គ្នាពិតជាមានការសប្បាយចិត្តចំណែកឯព្រឹទ្ធាចារ្យទាំងពីរនាក់បានត្រឹមតែសម្លឹងមើលមុខគ្នាតែប៉ុណ្ណោះដោយឃើញដូច្នេះក៏បានធ្វើលីងយុនគេពិតជាមានការសប្បាយចិត្តនិងបានគិតថាគេពិតជាចង់ដឹងខ្លាំងណាស់ថាឆាណានអាចគេចផុតពីកណ្ដាប់ដៃរបស់គេបានដោយរបៀបណាឥឡូវយើងក្រឡេកមកមើលនៅក្នុងព្រៃវិញស្រាប់តែមានបន្ទោដ៏ខ្លាំងក្លាមួយក៏បានបាញ់ឆ្ពោះទៅលើអាកាសដែលជាការពិតណាស់នៅពេលនេះឆាណានគឺបានរួមបញ្ចូលកម្លាំងពីធម្មពលទាំងពីរនោះបានដោយជោគជ័យដែលធ្វើឲ្យរបួសនៅក្នុងរាងកាយរបស់គាត់វាក៏បានជាសះស្បើយឡើងវិញដោយគាត់ក៏បាននិយាយដូចគ្នាថានៅពេលនេះគឺជាឱកាសល្អបំផុតគឺដើម្បីសម្លាប់មនុស្សគ្រប់គ្នាដែលយើង
យើងមើលទៅកែវភ្នែករបស់ឈិនណានៅពេលនេះគឺពិតជាមានចេតនាសម្លាប់ខ្លាំងមែនទែនឥឡូវយើងក្រឡេកមកមើលនៅជំរំរបស់គ្រួសារលីងវិញដោយយើងក៏បានឃើញថាមានអ្នកការពារជាច្រើនពួកគេកំពុងតែឃ្លាំមើលបរិវេណតំបន់នេះដែលនៅក្នុងនោះក៏មានវត្តមានរបស់ឈិនណានផងដែរតែភ្លាមនោះស្រាប់តែគាត់បានបំលាស់ទីយ៉ាងលឿនចាស់ចេញពីទីកន្លែងមួយនោះបាត់ទៅគឺនៅក្នុងគោលបំណងដើម្បីសម្លាប់ពួកគេទាំងអស់គ្នានៅទីកន្លែងមួយនោះដោយយើងក៏បានឃើញថាការបំលាស់ទីរបស់ឈិនណានគឺពិតជាលឿនខ្លាំងមែនទែនដែលសូម្បីតែអ្នកការពារទាំងអស់នោះពួកគេគឺមិនអាចតាមទាន់ល្បឿនរបស់ឈិនណានបាននោះទេបន្ទាប់ពីសម្លាប់ពួកគេអស់ប្រមាណអ្នកហើយឥឡូវយើងក្រឡេកមកមើលខាងក្រោមវិញនៅពេលដែលពួកគេទាំងពីរនាក់កំពុងតែដើរក៏បានដឹងដូចគ្នាថាប៉ះសិនបើភ្លៀងនៅតែបន្តធ្លាក់ដូច្នេះនោះពួកគេពិតជាពិបាកខ្លាំងណាស់នៅក្នុងការតាមស្វែងរកមនុស្សដែលនៅសេសសល់ដែលបានចាស់ចេញពីទឹកដីបុរាណមួយនេះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគេក៏នៅតែបន្តធ្វើពីព្រោះថានេះគឺជាបញ្ជារបស់ម្ចាស់គ្រួសារតែភ្លាមនោះស្រាប់តែពួកគេទាំងពីរនាក់ពិតជាមានការភ្ញាក់ផ្អើលដោយសារតែពួកគេគឺបានដឹងថាមានមនុស្សនៅទីកន្លែងមួយនេះហើយនៅពេលដែលពួកគេទាំងពីរនាក់កំពុងតែឆោឡោឈិនណានក៏បានបង្ហាញខ្លួនយ៉ាងលឿននៅពីខាងក្រោយខ្នងរបស់ពួកគេដែលធ្វើឲ្យពួកគេទាំងពីរនាក់ពិតជាមានការភ័យខ្លាចខ្លាំងមែនទែនបន្ទាប់មកឈិនណានក៏បានប្រើប្រាស់នៅដាវរបស់គាត់ចាក់សម្លាប់ពួកគេទាំងពីរនាក់នៅទីកន្លែងមួយនោះបាត់ទៅប៉ុន្តែប៉ុណ្ណេះឈិនណានគឺមិនទាន់បញ្ឈប់នោះទេដោយគាត់ក៏បានបន្តចូលទៅកាន់ជំរំនីមួយៗដើម្បីសម្លាប់ពួកគេជាបន្តទៀតឥឡូវយើងក្រឡេកមកមើលព្រឹត្តិការណ៍វិញនៅពេលដែលគាត់កំពុងតែវឹកហាត់ស្រាប់តែមានកូនចៅម្នាក់ក៏បានចូលមកកាន់ទីកន្លែងមួយនេះដោយគេក៏បានប្រាប់ថាគឺមានសម្បត្តិមកពីគ្រួសារលេងដែលនេះគឺជាវត្តមានរបស់ឈិនណានបន្លំខ្លួនតែប៉ុណ្ណោះបន្ទាប់មកឈិនណានក៏បានបាចម្សៅមួយចំនួនទៅកាន់ព្រឹត្តិការណ៍ម្នាក់នោះនិងបានប្រើប្រាស់ដាវរបស់គាត់ស្ទុះចូលទៅយ៉ាងលឿនដើម្បីសម្លាប់ព្រឹត្តិការណ៍ម្នាក់នោះប៉ុន្តែក៏ត្រូវបានគាត់ចាប់ជាប់ហើយដោយសារតែឥទ្ធិពលនៃម្សៅអំបិញមិញនេះក៏បានធ្វើឲ្យព្រឹត្តិការណ៍គាត់ពិតជាពិបាកនៅក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងខ្លាំងមែនទែនដោយឃើញឱកាសល្អដូច្នេះឈិនណានក៏បានប្រើប្រាស់ដាវរបស់គាត់ស្ទុះចូលទៅដើម្បីបើកការវាយប្រហារជាបន្តទៀតចំណែកព្រឹត្តិការណ៍វិញក៏នៅតែបន្តកិច្ចពីការវាយប្រហាររបស់ឈិនណានដូចគ្នាដោយឃើញថាមិនអាចធ្វើអ្វីបានដូច្នេះឈិនណានក៏បានបញ្ចេញនូវកម្លាំងបន្ថែមទៀតទៅលើដាវរបស់គាត់និងបានស្ទុះចូលទៅម្ដងទៀតដើម្បីធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាទៅកាន់ព្រឹត្តិការណ៍ម្នាក់នោះក៏បណ្ដាលឲ្យជំរំមួយនេះវាក៏បានផ្ទុះបែកដោយសារតែមិនអាចទប់ទល់នូវកម្លាំងរបស់ឈិនណានបានប៉ុន្តែដោយសារតែកម្លាំងមួយនេះក៏បានធ្វើឲ្យព្រឹត្តិការណ៍ម្នាក់ទៀតគាត់ក៏បានដឹងដូចគ្នាបន្ទាប់ពីចេញមកខាងក្រៅហើយស្រាប់តែបានឃើញឈិនណានកំពុងតែកាន់ក្បាលរបស់ព្រឹត្តិការណ៍ម្នាក់នោះជាមួយនឹងកែវភ្នែកដ៏កំណាចរបស់គាត់បន្ទាប់មកឈិនណានក៏បានប្រើប្រាស់ដាវរបស់គាត់ដាក់វាទៅលើករបស់ព្រឹត្តិការណ៍ម្នាក់នោះនៅក្នុងគោលបំណងគឺដើម្បីសម្លាប់គេចោលហើយទោះបីជាព្រឹត្តិការណ៍ម្នាក់នោះគាត់ព្យាយាមខាត់ក៏នៅតែខាត់មិនតដូចគ្នាដោយឃើញថាឈិនណានបានសម្លាប់គ្នារបស់ខ្លួនដូច្នេះក៏បានធ្វើព្រឹត្តិការណ៍ម្នាក់នោះពិតជាមានការខឹងសម្បានិងបានហោះឡើងទៅលើបញ្ចេញនូវកម្លាំងដ៏ខ្លាំងក្លារបស់គាត់ដើម្បីបើកការវាយប្រហារទៅកាន់ឈិនណានបន្ទាប់ពីរងនូវការវាយប្រហាររបស់ព្រឹត្តិការណ៍ហើយក៏បានធ្វើឈិនណានគាត់ខ្ទាតទៅក្រោយយ៉ាងឆ្ងាយផងដែរបន្ទាប់មកពួកគេទាំងពីរនាក់ក៏នៅតែបន្តបញ្ចេញនូវកម្លាំងដ៏ខ្លាំងក្លារបស់គេរៀងៗខ្លួនដើម្បីធ្វើការវាយប្រហារជាបន្តទៀតដោយឃើញថាព្រឹត្តិការណ៍លេងមែនទែនដូច្នេះឈិនណានក៏បានបញ្ចេញនូវកម្លាំងដ៏ខ្លាំងក្លារួមបញ្ចូលជាមួយនឹងដាវរបស់គាត់ដើម្បីត្រៀមទប់ទល់ជាមួយនឹងការវាយប្រហាររបស់ព្រឹត្តិការណ៍បន្ទាប់ពីការវាយប្រហារមួយនេះបានបញ្ចប់ទៅក៏បានធ្វើឈិនណានជាមួយនឹងព្រឹត្តិការណ៍ពួកគេទាំងពីរនាក់ក៏បានខ្ទាតថយក្រោយរៀងៗខ្លួនបន្ទាប់មកឈិនណានក៏បានហោះចាក់ចេញពីទីកន្លែងមួយនោះបាត់ទៅដោយគាត់ក៏បាននិយាយប្រាប់ថារឿងទាំងអស់នេះគឺទើបតែចាប់ផ្ដើមតែប៉ុណ្ណោះដោយឃើញថាឈិនណានបានចាក់ចេញទៅដូច្នេះក៏បានធ្វើព្រឹត្តិការណ៍ម្នាក់នោះគាត់ពិតជាមានការខឹងសម្បាជាខ្លាំងចំណែកឯព្រឹត្តិការណ៍មិញនេះកញ្ញាម៉ង្កអឺនាងក៏បានមើលឃើញដូចគ្នាឥឡូវយើងក្រឡេកមកមើលខាងក្រៅវិញនៅពេលនេះគឺមាននៃការតាមចាប់ខ្លួនរបស់ឈិនណានពីពេញទីក្រុងដែលពួកគេពិតជាមានការងឿងឆ្ងល់ខ្លាំងមែនទែនថាឈិនណានគឺជាវីរបុរសរបស់ពួកគេពិតប្រាកដខ្លាំងណាស់ប៉ុន្តែហេតុអ្វីនៅពេលនេះគាត់ខ្លាចទៅជាអ្នកទោសទៅវិញដែលរឿងទាំងអស់នេះក៏ត្រូវបានសត្វនេមួយនោះវាក៏បានស្ដាប់ឮដូចគ្នាចំណែកឯបុរសម្នាក់នោះវិញក៏បានធ្វើការសន្និដ្ឋានថានេះប្រហែលជាឈិនណានទៅសម្លាប់មនុស្សដោយអ្វីដែលគេបានធ្វើនៅក្នុងទីក្រុងកៃយ៉នជាមិនខានដូច្នេះហើយទើបមាននៃការតាមចាប់ខ្លួនរបស់គេដូច្នេះដោយពួកគេពិតជាស្រស់ដៃគ្នាខ្លាំងមែនទែនថាឈិនណានសាហាវខូខូដូច្នេះហើយគំនុំនេះគឺមិនអាចលើកលែងបាននោះទេដាច់ខាតគឺត្រូវតែយកឈាមគឺសងដោយឈាមចំណែកអាសន្ននេះមនុស្សវិញវាក៏បានដឹងដូចគ្នាថាឈិនណានពិតជាបានបង្កនៅបញ្ហាច្រើនខ្លាំងមែនទែនចំណែកលេងយន្តវិញគេពិតជាមានការសប្បាយចិត្តខ្លាំងមែនទែនពីព្រោះថាមនុស្សគ្រប់គ្នាពួកគេពិតជាឆោតល្ងងខ្លាំងណាស់ដោយគ្រាន់តែពាក្យសម្ដីរបស់គេប្រមាណម៉ាត់ក៏បណ្ដាលឲ្យពួកគេត្រូវតែតាមសម្លាប់នៅបុព្វបុរសរបស់ខ្លួនឥឡូវយើងក្រឡេកមកមើលនៅក្នុងព្រៃវិញនៅពេលនេះមនុស្សនៃគ្រួសារលេងក៏បានមកដល់រូងភ្នំរបស់ឈិនណានដូចគ្នាដែលឈិនណាននៅពេលនេះគាត់កំពុងតែស្ដារឡើងនៅកម្លាំងរបស់គាត់ដោយឈិនណានគាត់ក៏បានដឹងដូចគ្នាថានៅពេលនេះមនុស្សនៃគ្រួសារលេងពួកគេគឺកំពុងតែស្ថិតនៅខាងក្រៅប៉ុន្តែមកដល់ត្រឹមនេះសាច់រឿង Tom of Fallen God ដែលជាអេពីសូតទី8ក៏បានឈានចូលមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះជួបគ្នានៅក្នុងវីដេអូក្រោយ